អូនឯងជាស្ត្រីសម្ដីតុនបើចូលទៅសួរបណ្ឌិតទាំង3ហើយឲ្យគាត់ជូនយើងមកទៅជួបលោកមហាសទ្ធិតែម្ដងជំរាបសួរបងចាបងអង្គុយនោះមានទួនាទីជាអីដែរបងដាក់មីក្រូចិត្តដាក់ចិត្តមកតិចចាអ្នកកំដរគេហៅថាអង្គរៈការពារមេមិនចឹងបងណងបងជាអង្គរៈចឹងមានកំភ្លើងអត់អត់មានទេទីធ្វើដល់អង្គរៈឲ្យមានកំភ្លើងចាឥឡូវសុំសួរមួយទៀតណាបងណាស្គាល់ផ្ទះលោកមេបាអូនពឹងបងជូនតិនតិចណាបងណាតោះលឿនណាបងអរគុណមកកដាលមកឈប់កដាលឈប់កដាលតោះឥឡូវឡើងមកដល់ហើយបែរមកខាងនេះបាទជំរាបសួរប៉ាម៉ាក់សិនជំរាបសួរប៉ាម៉ាក់បាទជំរាបសួរលោកតាលោកយាយអ៊ំមីងមាថាផងនិយាយផងនិយាយផងជំរាបសួរលោកតាលោកយាយអ៊ំមីងមីគាត់ណាអញ្ចឹងអត់ចេះនិយាយតោះនិយាយមើលសួរតាយាយបាទខាងនោះទៀតទេជំរាបសួរជាភាសាកូរ៉េតោះជំរាបសួរបាទមកអញ្ជើញមកខាងនេះចូលកដាលបងតោះអរគុណច្រើនទេណាបាទឈ្មោះអីឈ្មោះជាតិណាអរគុណជាតិអ្នកនៅស្រុកភូមិនេះទេឬក៏អញ្ជើញមកពីខេត្តអូស្រុកកំណើតនៅណាវិញកំពង់ចាមអូអ្នកកំពង់ចាមសប្តាហ៍ថ្ងៃធ្វើការនៅបៃលិននេះណាបាទហើយមកកំដរនេះត្រូវជាអ្វីនឹងកូនស្រីដែរទេកូនប្រុសបងប្អូនកូនប្រុសហ៎អ្នកស្គាល់អូអ្នកស្គាល់អូបាទអរគុណច្រើនឥឡូវអញ្ចឹងនេះទេពីដាចូលទៅសួរថាស្គាល់ផ្ទះលោកភពផាឡាមហាសម្បត្តិទេណាបាទបើអញ្ចឹងអាចជូនពួកខ្ញុំទៅជួបលោកមហាសទ្ធិបានទេអញ្ចឹងខ្ញុំមិនដឹងលោកឯងអ្នកស្គាល់មកសួរខ្ញុំជូនទៅបានអត់បងជូនខ្ញុំទៅជួបគាត់បានណោះបាទអញ្ចឹងមុននឹងជូនទៅឥឡូវខ្ញុំសុំសួរតិចចុះព្រោះឮតាសម័យកំណរកូនប្រុសសុទ្ធតែអ្នកចេះអ្នកដឹងអ្នកខ្លាំងប៉កែឥឡូវចង់ដឹងថាប៉កែមែនអត់អូនណាចាបងតោះឥឡូវសាកសមត្ថភាពជាមួយគាត់បន្តិចចាចង់ដឹងថាប៉កែមិនប៉កែយើងសាកទៅដឹងអីបងណាចាសំដែងជាមួយខ្ញុំមួយណាបងបាទឥឡូវថាម៉េចអត់សូវចេះនិយាយបើអត់សូវចេះនិយាយកាយវិការឥឡូវសាកសិនមកឥឡូវចង់ឲ្យលោកអូនជាតិសម្ដែងជាមួយនឹងទេពីតាដោយខ្ញុំលើកយកទម្រង់សិល្បៈបុរាណមកសម្ដែងជាមួយនឹងទេពីតាដើម្បីចែកជូនពុកម៉ែបងប្អូនលោកតាលោកយាយឲ្យលោកបានទស្សនាណាតោះឥឡូវខិតខាងក្រោយមកចង់ដឹងជាទូអីទេបាទសម្ដែងជាទូយៈចូលញ៉ែនឹងទេពីតាយៈលខោនភាសាអត់ចេះហ្នឹងឯងបានគេឲ្យសម្ដែងហ្នឹងមកយើងសាកសិនណាដែលមើលឯងធ្លាប់មើលលខោនបុរាណខ្មែរយើងឯងអត់ដែលមើលទេបងអាចដែលឃើញគាត់ផ្ទុះពេញត្បូកឯងប៉ែនៅប៉កែឈួតជាងគេហ៎ស្គាល់ក្រុមបាល់ទាត់ទេអត់ស្គាល់ដែរណាអត់ស្គាល់ទាំងអស់អត់ស្គាល់តោះឥឡូវមកសាកតោះអូនចេញឲ្យគាត់សាកមើលចង់ដឹងថាទៅរួចអត់ឲ្យគាត់ទួយបងទួយយៈទួយយៈចាទួយយៈពេលហ្នឹងគឺយើងចេញមកដល់យើងតាំងពនាមតាំងអីហើយយើងក៏លេចឃើញស្អាតយើងញ៉ាយយកហ្មងណាចាខ្លីតោះញ៉ែយៈមិនញ៉ែមនុស្សណាញ៉ែក្នុងទម្រង់យៈតើអូនតាំងប្រនាមខ្លួនឯងថាកាយសមន្តាថ្ងៃនេះក៏មកកំសាន្តនៅក្នុងព្រៃម្នាក់ឯងមកមើលសត្វបក្សាបក្សីកំពុងតែហោះហើរទាំងគូនៅម្នាក់ឯងស្ងាត់ណាស់លោកអើយអូយៈចេញអូឲ្យចេញមែនហ្មងចេញអញ្ចឹងអញយៈលខោនសាក់គេចេញទៅគេស្រែកហីយៈចេះដល់ឲ្យបងកដានមកវិញតោះមកតើបងមកលឹងមកលោកអូនមកអូនក្លាហានឡើងណាបងហ្នឹងបានគេមកស្វាហាមកឈរនេះចាំចេញទួយហេមកឲ្យខ្ញុំអ្នកធ្វើវិញគេចង់ដឹងសមត្ថភាពសម័យកំដរមកឲ្យខ្ញុំអ្នកធ្វើតើអូននិយាយមួយម៉ាត់ឲ្យគាត់ចេញស្ងាត់ក៏ស្ងាត់ទៀតនៅទីនេះគ្មានមនុស្សម្នាក់សឹងមកតើយៈចេញស្រែកយៈផងអូខ្ញុំនិយាយឲ្យហ៎អូគាត់ថាគាត់កែផ្កាឲ្យខ្ញុំនិយាយឲ្យគាត់ចាអូខេតើកែផ្កាយៈហីយៈគេកាយគេចេញហីយៈអញទៅហេយៈដូចលួចមន់គេហើយទៅប្រុងទៅលួចមន់ហ្មិចហ្នឹងឲ្យកាចឹងមកតោះម្ដងទៀតហីណែអូហេតរោតស្រីស្អាតអញ្ចឹងមកឈរកដាសិនចេញមកគេអត់តន់ឃើញស្រីស្អាតទេ
យើងនៅកដាលនេះយើងចេញមកយើងតាំងពនាមជូនពុកម៉ែបងប្អូនថាយើងឈ្មោះអីមកពីណាហើយចាំកលេចឃើញស្រីស្អាតណានិយាយហេទៅរោទៅស្រីស្អាតមកហីទៀតតែបែរហ្នឹងទៀតហ្នឹង បើចូលកដាទៅនេះ អេតាតាំងពនាមតា តាំងពនាម ត្រង់ពនាមមកតាមើលទៅមុខអូនោះមុខណោដៃមកត្រង់ពនាមមកថាហ្នឹងគុកទ្រូងយេណែត្រង់ពនាមមកតាតាត្រង់ពនាមមកតាអត់ទេបន្តិចហ្នឹងបែរទៅតែស្រីស្អាតហ្នឹងហ្មងហីឲ្យបែរទៅមុខសិនអូបែរទៅអ្នកឆ្លងកែបក្រុងចាក់ថ្ងៃនេះមកពពៀតព្រៃរោគចំណីទុកក្រន់ស៊ីចំបែតពុយសើចសើចតើឡូវកាត់ឈុតឡើងស៊ីស្អាតទៅវល់ឲ្យខ្ញុំធ្វើម្ដងហ៎អូគាត់ឲ្យខ្ញុំម្ដែងម្ដងចូលលេងយៈគាត់ស្ទើរកាយវិការមិញហ៎តា ថ្ងៃនេះបងបានឃើញស្រីស្អាតមួយក ុំតន់ឃើញស្រី ទឹកនឹងរោតស្រីមែនតាំងពនាមសិនមកព្រៃអីព្រឹកសាយអញ្ចឹងមកចាំកលិចឃើញស្រីស្អាតបានគេនេះតាំងពនាមនិយាយអត់ចេញទេ តាំងពនាមនិយាយអត់ចេញនិយាយអត់ចេញទេនិយាយចេញមកឥឡូវឃើញស្រីស្អាតមកឃើញស្រីស្អាត បងបានឃើញស្រីស្អាតមួយកំពុងឈើបងចាប់អូនយកទៅបានអត់ ទៅពេលដល់កន្លែងវាស្រីនិយាយចេញហ្មងសួស្ដីបងយ៉ា បាទសួស្ដី បងយ៉ាមកក្នុងព្រៃនេះធ្វើអ្វី បងមកដើរកំសាន្តមកជួបអូន អីគេ យល់ អត់ អីគេដើរអីមែន ដើរកំសាន្ត អូដើរកំសាន្ត ដើរកំសាន្តក៏មកជួបអូនបងយ៉ាមកដើរកំសាន្តមករកអ្វីដែរបង បងថាមករកចាប់សัตว์ឆៃតែឥឡូវបងឃើញអូនបងចង់ឆៃអូនម្ដង អី មកញ៉ែគេ មករកចាប់សัตว์ឆៃ មកញ៉ែស្រីស្អាតមកឆៃគេបានស្រីញ៉ែអត់ឆៃទេ បងយ៉ាអត់ឆៃខ្ញុំណាយ បងអត់ឆៃអូនទេ អូមិនបាញ់លោលេងជាមួយខ្ញុំហ្មង លលេងទេ បងយ៉ាមានប្រពន្ធកូនណា បងអត់មានទេអូន ហើយមកប្រហែលអ្នកដែរក្នុងព្រៃហ្នឹង បងមកតែឯងទេអូន យ៉ាឲ្យខ្ញុំសួរ សួរគេវិញផងឲ្យគេសួរ អីចុះអូនយាងចេញមកពីណាដែរ អូនយាងចេញមកពីណាខ្ញុំមកពីព្រះនគររបស់ខ្ញុំណាបងយ៉ា ហើយដើរក្នុងព្រៃមកធ្វើអីបើដែរ ខ្ញុំមកដើរលេង អូអញ្ចឹងបងចាប់អូនយកទៅហើយណា ហើយគេចាប់លឿនហ្មងសួរគេសិនមើលព្រមទៅជាមួយអត់ បងបញ្ញាប់ព្រួយម៉ូតូដប់ចាំនៅក្រៅ អូយ៉ាមកជីម៉ូតូដប់ហ្នឹងអញ្ចឹងហ៎ យ៉ាមកជិះម៉ូតូដប់ហ៎ អីយ៉ាបញ្ញាប់តូដប់ចាំអូមកនេះមកអើយគេយ៉ាគេសហោះសាហើយ៉ានេះជីម៉ូតូដប់អញ្ចឹងបានបញ្ញាប់ណាស់ បងដៃនឹងទុកសិនហ៎បង បាទ គេទេ បោះគេអីបោះខ្ញុំតា ចាំហើយចាំយើងសរុបពីនេះ ក៏អញ្ចឹងអី ឥឡូវជូនសិនណាបងណា បាទ ចាផ្លែឈើសុភមង្គលអត់ទៅឲ្យបងឯងតា យកទៅឲ្យនេះបាទតែប៉ិតឲ្យទាំងអស់តែកាន់អត់អស់អញ្ចឹងយើងកាន់អានេះតំណាងទៅណា នេះរបស់ខ្ញុំណា បាទ នេះរបស់ខ្ញុំណា ចា ឲ្យ ឲ្យ ហើយ ទៅ ខ្ញុំតែឲ្យហើយអត់ចេះយកវិញទេតែមុននឹងត្រឡប់ទៅអង្គុយវិញឥឡូវជួយស្រែកបន្ទោយកជោគយកជ័យជូនកូនប្រុសស្រីណាចៃយ៉ង ចៃ សួង សួរ សុកអង សុក ផ្លែឈើនឹងបានអ្នកភ្លេងមែនអង អត់ទេបានអ្នកដ ច្បាស់ណា ចឹងច្បាស់ចេះ ថាបោះគេហើយអរគុណច្រើនលោលេងនេះខ្ញុំឲ្យហេកាន់ញ៉ាប់ឆ្លើយម្ដងទៀតចៃយ៉ង ចៃ សួង សួរ សុកអង សុក ផ្លែឈើរបស់លោកមេបាមែនអង មែន ទុកឲ្យគាត់វិញអញ្ចឹងចាំចប់ចាំយកពូកុំឲ្យពិបាកអង្គុយកាន់ទៅចុកដៃណាមួយថត
ជាប់ក៏អត់ស្រូវស្អាតដែរណោះ បាទ ចាំចប់ចាំយើងសេរីឥឡូវសុំសួរតែមួយម៉ាត់ចុងក្រោយបាទពូពេលវេលាយើងដូចជាយូរដែរហើយជួយបញ្ជាក់បន្ថែមថាតើលោកមហាសេដ្ឋីសម្បត្តិខាងកូនស្រីលោកអង្គុយនៅខាងណាដៃចំណែកឯលោកមហាសេដ្ឋីសម្បត្តិខាងកូនប្រុសលោកអង្គុយនៅខាងណាដៃដែរទេ ខាងឆ្វេង បាទលោកបេបាខាងកូនស្រីខាងណា ខាងស្ដាំ ខាងស្ដាំដៃចុះលោកបេបាខាងកូនស្រី ខាងឆ្វេង ខាងឆ្វេងចេះដូចខុសហ៎ដូចគាត់ទៅពីរនាក់ហ្នឹងហ៎អរគុណច្រើនឥឡូវក៏មកសួរច្រើនជើងទៅអង្គុយចុះបាទអញ្ចឹងលោកបេបាខាងកូនប្រុសលោកនៅខាងឆ្វេងដៃចំណែកខាងកូនស្រីលោកនៅអង្គុយនៅខាងស្ដាំដៃអញ្ចឹងអូននាំយកកន្ត្រៃបាទទៅជូនគាត់តែម្ដងបាទជំរាបសួរលោកអ៊ំបាទថ្ងៃនេះផ្ទះលោកអ៊ំបានរៀបចំវិវាហៈមង្គលការកូនប្រុសស្រីជាពិសេសវេលាស្មើនេះកំពុងរៀបចំនៅកម្មវិធីកាត់សក់បង្កក់សេរីជូនកូនប្រុសកូនស្រីអញ្ចឹងតើលោកប្រុសលោកស្រីត្រូវការនៅកន្ត្រៃមាសក្រាប្រាក់កញ្ចក់ទឹកដើម្បីយកទៅកោកាត់សក់កូនប្រុសស្រីទាំងពីរទេទៀត បាទ